standing by សួស្តីប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយ admin សាជាថ្មីហើយថ្ងៃនេះផងដែរ admin មានខ្សែភាពយន្តគំនូរជីវចលមួយដើម្បីមកសម្រាយជូនអ្នកទាំងអស់គ្នាហើយខ្សែភាពយន្តគំនូរជីវចលនោះដែរគឺនិយាយអំពីខ្សែជីវិតរបស់កូនបិសាចជ្រូកមួយដែលមានបំណងចង់ទៅយកគម្ពីរធម៌នៅទិសខាងលិចសាច់រឿងនេះផងដែរគឺជាជ្រុងតូចមួយនៃដំណើរទៅយកគម្ពីរធម៌នៅភាគខាងលិចរបស់លោកគ្រូឋានសានចាងហើយរឿងនេះមានចំណងជើងថាកូនបិសាចភ្នំឡាងឬក៏ Nobody ហើយខ្សែភាពយន្តនេះផងដែរគឺកំពុងតែពេញនិយមខ្លាំងមែនទែនដោយសារតែរឿងនេះវាល្អស្ទាយខ្លាំងហើយជាពិសេសនោះគឺវាបង្កប់ទៅដោយអត្ថន័យអប់រំនៅក្នុងរឿងនេះផងដែរទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងហើយនៅក្នុងសាច់រឿង Nobody នេះផងដែរគឺមិនមានរៀបរាប់ឈ្មោះតួអង្គនោះទេអ្នកទាំងអស់គ្នាដោយសារតែគេសម្គាល់តួអង្គនេះគឺសម្គាល់តាមរយៈសត្វណាអ្នកទាំងអស់គ្នាអញ្ចឹងមុននឹងទស្សនាសាច់រឿងរបស់យើងហើយនឹងចង់ដឹងអំពីខ្សែជីវិតរបស់កូនបិសាចជ្រូកហ្នឹងថាតើជាយ៉ាងណាអញ្ចឹងកុំភ្លេចចុច Subscribe ហើយនឹង Like ម្នាក់មួយផងណាអ្នកទាំងអស់គ្នាអញ្ចឹងសាច់រឿងរបស់យើងចាប់ផ្ដើមដំបូងហ្នឹងយើងក៏បានឃើញបុរសម្នាក់ហ្នឹងដើរនៅក្នុងព្រៃស្ងាត់តែម្នាក់ឯងអញ្ចឹងណាទាំងអស់គ្នាrồi hai dương có bán khơi bờ rò mẹ nâng có bông tẻ đào sọc sọc nâng sạp tẻ chụp chỉ mùi nâng ở côn bầy sai mùi hai côn bầy sai đã rọc rã nâng phong đá cọt cứ chỉ côn bầy sai chụp prey nè tặng ở khnia để sao tại khơi bờ rò mẹ nâng cọt đào nâng không prey ngặt tại mẹ ai chân tới côn bầy sai chụp nâng cọt cò mình bằng ong vú cọt có bán chân plan bờ rò mẹ nâng tại mà đòn từ hai bầy cọt chân plan nâng cọt vô thạch tị ở hai nè tặng ở khnia sum bầy ta có áo có cọt vô đài bờ rò mẹ nâng có bán sông mồng vò côn bầy sai chụp nâng ở tục chỉ vật ở cọt chậm lại côn bầy sai chụp vẫn có bán prap bờ rò mẹ nâng tha bờ miền là bò chẳng anh chẳng ở vô mò cái này nâng ở quạt plan rò khai chẳng là ở khía cầm pung tay cầm riêng bờ mình ăn sốc sốc nắng sập từ miền bề sai cái mũi đau một đòn hay bề sai cái nó phong đấy cứ mò pi rung phnom làng đại chi bò rò vá bò sạch kha đại cục rong nơi đầm bòn phnom làng nặng hay con bề sai chụp nắng có ban xôm to từ can bề sai cái nặng để xa từ việc khơi phạ từ nhà đằng thai bề sai cái nắng chia bò rì vá mò pi rung phnom bề sai làng chẳng là ở khía bề sai cái nắng có ban xô nôm từ can con bề sai chụp là rò rạ đằng tha khuôn mò pi nam mấy ban chia trôi đầm bòn đầy bề sai cái nâng can cạp chẳng á con bề sai chụp nắng vì có ban prap từ bề sai cái bên thà vì ọt ban mò pi na thì miền ta khuôn vì thì hay bữa tọ mò tiết bề sai cái nâng có ăn đạo vì pi bay cái nhỏ tại mà đó hay bữa tọ mò tiết có miền khơi con bề sai còn cạp mùi nắng màu đỏ lại hay có ban xôm oi bề sai cái nắng lược lên oi mật phẹ bò khuôn đại mật phẹ viên nắng cứ con bề sai chụp nâng ngày này đó khnia hay con bề sai còn cạp nắng có chỉ mật phẹ bò con bề sai chụp nắng tăng pi của ma phẹ bò bộ kê màu phong đại căn mặt đo cho mình top nhưng có ban khơi con bề sai còn cạp nom con bề sai chụp nắng mặt đo lạng phnom bề sai lang phong đại hay dương có ban khơi bộ kê từng pi nắng có pungแต่đo sầm át năng lại sạch đầm bay เตรียมដាក់ស្លលោកគ្រូឋានសានចាងដែលនៅមកដល់នៅថ្ងៃខាងមុខដោយសារតែនៅពេលដែលពួកវិសាចបានស៊ីសាច់របស់លោកគ្រូខាងសានចាងហ្នឹងពួកគេហ្នឹងនឹងមានជីវិតអមតៈអញ្ចឹងហើយបានស្ដេចវិសាចខ្លាហ្នឹងឲ្យពួកគេត្រៀមសម្អាតឆ្នាំងឲ្យស្អាតអញ្ចឹងណាទាំងអស់គ្នាជាធម្មតាឆ្នាំងហ្នឹងរដងមានតែមួយទេតែលោកនេះមានដល់ទៅ4ដោយសារតែមានសិស្សលោកគ្រូឋានសានចាង3នាក់ទៀតរបស់អ្នកទាំងអស់គ្នាមានប៉ាជេអ៊ូខុងហើយនិងសាអូជីងហើយនៅពេលដែលដល់សម្អាតឆ្នាំងហ្នឹងផងដែរកូនវិសាចជ្រូកហ្នឹងក៏បាននិយាយប្រាប់កូនវិសាចកង្កែបថាខ្លួនហ្នឹងធ្លាប់បានមកប្រឡងចូលឡាងភ្នំវិសាចហ្នឹង3ឆ្នាំហើយប៉ុន្តែมันបានជាប់ទេបានត្រឹមវគ្គទី1អញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្តមកទៀតកូនបិសាចកង្កែបហ្នឹងក៏បានប្រាប់កូនបិសាចជ្រូកហ្នឹងថាឲ្យខំសម្អាតឲ្យស្អាតទៅដោយសារតែបិសាចកង្កែបហ្នឹងគាត់មានពូអញ្ចឹងហើយពូគាត់ហ្នឹងទៅតែឡើងតំណែងថ្មីជាអនុប្រធានរោងលៀងបន្លែអញ្ចឹងណាទាំងអស់គ្នាហើយពេលកូនបិសាចជ្រូកលឺអញ្ចឹងហើយវាបានខំប្រឹងធ្វើការជាខ្លាំងវាបានបោះអាណត្តិចោលហើយវាបានយកខ្លួនវាហ្នឹងទៅដោះជាមួយឆ្នាំងហ្នឹងហើយបន្តមកទៀតវាក៏បានយកក្បាលវាហ្នឹងទៅដោះជាមួយឆ្នាំងហ្នឹងទៀតផងដែរដោយសារតែវាដោះឡើងខ្នងវាខ្ទេចអស់ហើយអ្នកទាំងអស់គ្នានៅពេលដែលយប់អត្រាចូលមកដល់ស្ដេចបិសាចខ្លាដែលជាបិសាចប្រចាំតំបន់ភ្នំឡាងហ្នឹងក៏បានមកដល់ហើយក៏ដើរពិនិត្យមើលឆ្នាំងទាំង4ហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្តមកទៀតបិសាចខ្លាហ្នឹងគាត់ក៏បានសរសើរកូនបិសាចជ្រូកហ្នឹងសម្អាតឆ្នាំងហ្នឹងបានស្អាតផងដែរក៏ប៉ុន្តែនៅពេលដែលគាត់អត់មើលចូលនៅក្នុងឆ្នាំងទៅឃើញមានបាត់អក្សរដែលពីដូនតាគាត់មកចឹងអញ្ចឹងទៅគាត់ក៏ខឹងកូនបិសាចជ្រូកហ្នឹងខ្លាំងមែនទែនហើយគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់ហ្នឹងយកកូនបិសាចជ្រូកហើយនឹងកង្កែបហ្នឹងទៅសម្លាប់ចោលតែម្ដងហើយនៅពេលដែលរៀបប្រហារទៅលើកូនបិសាចកង្កែបកូនបិសាចជ្រូកហ្នឹងគឺថាក្បាលវាតាន់មែនទែនវាក៏បានយកក្បាលរបស់វាហ្នឹងទៅរងនឹងកំបិតតែម្ដងនៅក្នុងស្ថានភាពបែបហ្នឹងកូនបិសាចជ្រូកក៏បានអស់ដៃកូនបិសាចកង្កែបហ្នឹងរត់គេចចេញពីសេចក្តីស្លាប់តែម្ដងហើយក៏បានរត់គេចទៅពួននៅក្នុងរូងភ្នំរបស់កូនបិសាចជ្រូកហើយនៅពេលដែលទៅដល់កូនបិសាចកង្កែបហ្នឹងមានការសោកស្ដាយជាខ្លាំងដោយសារតែខ្លួនបានបាត់បង់ការងារហើយបានបន្ទោសទៅលើកូនបិសាចជ្រូកហ្នឹងអញ្ចឹងណាអ្នកនរគ្នាថាឲ្យកូនបិសាចជ្រូកហ្នឹងជាមូលហេតុដែលធ្វើឲ្យកូនកង្កែបហ្នឹងបាត់បង់ការងារធ្វើហើយនឹងអត់បានស៊ីសាច់ខាងជេអញ្ចឹងណាអ្នកនរគ្នាហ
ហើយកូនបិសាចជ្រូកហ្នឹងក៏បានប្រាប់ទៅកូនបិសាចកង្កែបហ្នឹងវិញថាឲ្យទៅសុំឲ្យពូរបស់ខ្លួនជួយដើម្បីសុំអង្វរស្ដេចបិសាចឲ្យខ្លួនទៅធ្វើការនៅកន្លែងល្អាងបិសាចហ្នឹងវិញអញ្ចឹងណាទាំងអស់គ្នាហើយកូនបិសាចកង្កែបហ្នឹងក៏បានប្រាប់វិញថាពូរបស់គាត់ហ្នឹងមិនអាចជួយគាត់បានទេតាមពិតទៅកូនបិសាចជ្រូកហ្នឹងក៏ចង់ស៊ីសាច់សងខាងផងដែរអ្នកទាំងអស់គ្នាដើម្បីឲ្យវាហ្នឹងមានជីវិតអមតៈហើយដោយសារតែវាគិតអីអញ្ចឹងវាក៏បានបែកកំណត់ប្រមូលឲ្យកូនបិសាចកង្កែបហ្នឹងទៅចាប់លោកគ្រូឋានសានចាងមុនមេបិសាចបដៅនិយាយទៅកូនបិសាចជ្រូកហ្នឹងខ្លួនតូចចិត្តធំខ្លាំងមែនទែនទាំងដែលខ្លួនឯងមិនមានអត្តសញ្ញាណច្បាស់លាស់ផងហ៊ានទៅចាប់លោកគ្រូឋានសានចាងដោយសារតែនៅក្បែរខ្លួនលោកគ្រូឋានសានចាងហ្នឹងមានកូនសិស្សទាំង3នាក់ដូចជាអ្នកទាំងអស់គ្នាធ្លាប់បានស្គាល់ហើយមានសុនអ៊ូខុងមានជ្រូកបាជេមានសាអ៊ូជីងអីចឹងណាទាំងអស់គ្នាបន្ទាប់ពីនិយាយត្រូវរើគ្នាហើយពួកកូនបិសាចទាំងពីរនាក់ហ្នឹងក៏បានបបួលគ្នាចេញទៅចាប់លោកគ្រូឋានសានចាងតែម្ដងទាំងដែលមិនស្គាល់អត្តសញ្ញាណរបស់លោកគ្រូឋានសានចាងហើយនិងសិស្សរបស់គាត់ច្បាស់លាស់កាន់មកដល់ចុះបន្ទាប់យើងក៏បានឃើញកូនបិសាចទាំងពីរនាក់ហ្នឹងធ្វើដំណើរមកដល់ក្នុងភូមិមួយហើយនៅពេលដែលវាធ្វើដំណើរមកដល់ក្នុងភូមិហ្នឹងវាក៏បានឃើញអ្នកភូមិម្នាក់ហ្នឹងធ្វើបាបអាកូនបិសាចហ្នឹងខ្លាំងមែនទែនដល់ឲ្យកូនបិសាចហ្នឹងកិនម្សៅអីចឹងណាអ្នកនរគ្នាហើយបន្តមកទៀតអាកូនបិសាចជ្រូកហ្នឹងវាក៏ដើរទៅដល់វាថាឲ្យប្រជាជននៅក្នុងភូមិហ្នឹងចឹងទៅវាថាហ៊ានធ្វើបាបកូនបិសាចដូចជាមើងងាយពួកបិសាចចឹងណាអ្នកនរគ្នាហើយបន្ទាប់មកទៀតវាក៏បានវាយក្បាលអាកូនបិសាចហ្នឹងហើយវាក៏បានសួរនាំថាមកពីណាមកពីណីអីចឹងណាហើយបន្ទាប់មកទៀតបន្ទាប់ពីវាសួរនាំដឹងហើយថាកូនបិសាចហ្នឹងមានខ្សែធំដែរចឹងណាមិនក៏ឲ្យមនុស្សធ្វើបាបអីចឹងណាហើយវាក៏បានប្រាប់ទៅកូនបិសាចជ្រូកហ្នឹងវិញថាកន្លែងមេរបស់វាហ្នឹងត្រូវបានសូនូខុងវាយកំទេចចោលខ្ទេចអស់ហើយអញ្ចឹងទៅបានវាដាច់បែកតែឯងអញ្ចឹងណាអ្នកនរគ្នាហើយនៅពេលដែលវាឃ្លានពេកអញ្ចឹងទៅវាក៏ចូលក្នុងភូមិហ្នឹងទៅត្រូវបានអ្នកភូមិម្នាក់ហ្នឹងចាប់បានតែម្ដងកូនបិសាចជ្រូកហ្នឹងក៏បានសួរនាំទៅបិសាចហ្នឹងថាសូនូខុងហ្នឹងគឺជាណាគេបន្ទាប់មកទៀតបុរសដែលរស់នៅក្នុងភូមិហ្នឹងក៏បានប្រាប់ថាសូនូខុងហ្នឹងគឺជាសិស្សរបស់សង្ឃខាងដែលទៅចម្លងធននៅភូមិខាងលិចអញ្ចឹងណាអ្នកនរគ្នាហើយនៅពេលដែលបានឮឈ្មោះសូនូខុងហ្នឹងថាជាអ្នកខ្លាំងពូកែអញ្ចឹងទៅកូនបិសាចពីរនាក់ហ្នឹងវាក៏មានការភ័យខ្លាចខ្លាំងមែនទែននៅពេលដែលបុរសម្នាក់ហ្នឹងចង់យកអាឈ្មោះហ្នឹងទៅកោះហៅប្រជាជនក្នុងភូមិអញ្ចឹងណាដើម្បីឲ្យពួកគេបានឮហើយសូនូខុងមកអញ្ចឹងណាអ្នកនរគ្នាហើយណាមួយសូនូខុងគ្រូរបស់គាត់អីហ្នឹងគឺនៅក្នុងភូមិហ្នឹងឯងដោយសារតែស្ដេចបានឲ្យពួកគេជប់លៀងនៅក្នុងភូមិរយៈពេល10ថ្ងៃអញ្ចឹងណាមុននឹងពួកគេធ្វើដំណើរទៅចម្លងធម៌បន្តអញ្ចឹងណាអ្នកទាំងអស់គ្នានៅពេលដែលឃើញឱកាសល្អអាកូនបិសាចដែលបុរសម្នាក់ហ្នឹងចាប់បានហ្នឹងក៏បានរត់គេចខ្លួនចេញតែម្ដងនៅសល់តែអាកូនបិសាចកង្កែបហើយនិងកូនបិសាចជ្រូកហ្នឹងឯងដោយសារតែខ្លាចបុរសម្នាក់ហ្នឹងហៅសូនូខុងហើយនិងអ្នកភូមិមកជួយអញ្ចឹងទៅកូនបិសាចពីរនាក់ហ្នឹងវាក៏បានសុំអង្វរបុរសម្នាក់ហ្នឹងស្មាខ្លាំងចុងក្រោយទៅណើបដែរសោះហើយនៅពេលដែលបុរសម្នាក់ហ្នឹងប្រើឲ្យពីអ្នកហ្នឹងឲ្យកិនម្សៅអីចឹងទៅអាកូនបិសាចជ្រូកហ្នឹងវាក៏បានសួរនាំតាក់ទងនឹងរឿងរ៉ាវរបស់លោកគ្រូឋានសានសាងអញ្ចឹងណាហើយនិយាយអំពីសិស្សទាំង3នាក់របស់គាត់ថាជាបិសាចទៅចម្លងធម៌អីមានជីវិតអមតៈអញ្ចឹងទៅកូនបិសាចជ្រូកក៏បានចាប់អារម្មណ៍ហើយក៏បានបែកកំណត់គិតចេញជារឿងថ្មីមួយទៀតតែម្ដងសាច់រឿងក៏បានកើតមកដល់ឈុតបន្ទាប់យើងក៏បានឃើញកូនបិសាចទាំងពីរហ្នឹងកំពុងតែអង្គុយពិបាកចិត្តដោយសារតែកម្រងការចាប់សងខាងរបស់ពួកគេហ្នឹងត្រូវបានបរាជ័យហើយកូនបិសាចកង្កែបហ្នឹងក៏បានអង្គុយអស់សំណើចនឹងចិត្តកំណត់របស់ខ្លួនឯងដែលមានចិត្តធំហ៊ានចង់ស៊ីសាច់សងខាងនៅពេលដែលអង្គុយសុកហ្នឹងកូនបិសាចជ្រូកក៏បានឃើញកំណត់ថ្មីមួយទៀតដោយសារតែมันអាចចាប់សងខាងបានអញ្ចឹងទៅក៏មានគម្រោងខ្លាញ់បន្លំជាសងខាងហើយធ្វើដំណើរទៅយកគម្ពីរធម៌មុនសងខាងតែម្ដងក៏ប៉ុន្តែដោយសារតែសមាជិកពួកគេមានតែ2នាក់អញ្ចឹងទៅពួកគេមិនអាចបន្លំខ្លួនធ្វើជាសងខាងបានទេអញ្ចឹងទៅពួកគេត្រូវតែរកសមាជិកបន្ថែមចំនួន2នាក់ទៀតដើម្បីទៅយកគម្ពីរធម៌នៅភាគខាងលិចនៅពេលដែលគម្រោងរបស់កូនបិសាចជ្រូកហ្នឹងតែងតែបរាជ័យចឹងទៅធ្វើឲ្យកូនបិសាចកង្កែបហ្នឹងអស់ជំនឿទៅលើកូនបិសាចជ្រូកហ្នឹងហើយចង់ត្រឡប់ទៅភ្នំឡាងរបស់ពួកគេវិញក៏ប៉ុន្តែនៅពេលដែលកូនបិសាចកង្កែបហ្នឹងដើរចេញទៅហើយកូនបិសាចជ្រូកហ្នឹងអត់ខាត់ចឹងទៅកូនបិសាចកង្កែបហ្នឹងវាចិត្តដែរវាក៏បានដើរមកវិញហើយបន្ទោសកូនបិសាចជ្រូកហ្នឹងថាមិនបានជាអត់ខាត់វាចឹងចង់ឲ្យវាទៅរងងាប់មែនដោយសារតែអស់ជំរឿកូនបិសាចកង្កែបហ្នឹងក៏បានជឿជាក់ទៅលើគម្រោងរបស់កូនបិសាចជ្រូកហ្នឹងម្ដងទៀតផងដែរហើយសាច់រឿងបន្ទាប់របស់យើងបន្តទៀតយើងក៏បានឃើញពួកគេទាំងពីរហ្នឹងក៏បានទៅរកឈីងគំនូដើម្បីឲ្យគូរូបរបស់កូនសិស្សសងខាងនិងសងខាងតែម្ដងហើយយើងក៏បានឃើញជាងគំនូរបស់យើងដែលបានជាងគំនូរបស់យើងហ្នឹងគឺជាសត្វមាន់ហើយនៅពេលដែលកំពុងតែគូហ្នឹងកូនបិសាចទាំងពីរហ្នឹងគឺគោជាងគំនូខ្លាំងមែនតើដោយសារតែពួកគេអត់ស្គាល់អត្តសញ្ញាណរបស់សងខាងហើយនិងកូនសិស្សរបស់សងខាងអញ្ចឹងណាទាំងអស់គ្នាហើយឲ្យគេគូមកចេញទៅហើយបន្ទាប់មកទៀតពួកគេទាំងពីរនាក់ហ្នឹងក៏បានបុកលុយជាងគំនូហ្នឹងឲ្យគូតតែពួកគេពេញចិត្តអញ្ចឹងណាទាំងអស់គ្នាបន្ទាប់ពីពួកគេពេញចិត្តនឹងការគូគំនូរបស់ជាងគំនូហើយគេក៏បានចេញដំណើរទៅស្វែងរកសមាជិកបន្ថែមដើម្បីធ្វើដំណើរទៅចម្លងធម៌ផងដែរក្រោយពីកំណត់អត្តសញ្ញាណរបស់លោកគ្រូឋានសានចាងនិងសិស្សរបស់លោកគ្រូឋានសានចាងបានហើយកូនវិសាចជ្រូកក៏បានជ្រើសរើសធ្វើជាជ្រូកបាជេចំណែកឯ
កូនបិសាចកង្កែបវិញក៏បានសម្ដែងធ្វើជាលោកគ្រូឋានសន្តិចំណែកសមាជិក2នាក់ទៀតដែលត្រូវសម្ដែងជាសាអូជីងនិងស៊ុនអូខុងពួកគេពុំទាន់រកបាននោះទេដូច្នេះហើយពួកគេត្រូវតែធ្វើដំណើរស្វែងរក2នាក់ទៀតដើម្បីបង្គ្រប់ចំនួនសមាជិកក្រោយពីធ្វើដំណើរអស់រយៈពេល2-3ថ្ងៃពួកគេក៏បានធ្វើដំណើរទៅដល់កន្លែងដែលគេសែនអ្នកតាមួយបន្ទាប់មកទៀតពួកគេឃ្លានពេកក៏បានយកសំណែននៅទីនោះស៊ីតែម្ដងបន្ទាប់មកទៀតពួកគេក៏បានឮសូរសំឡេងអ្នកតាដែលសំឡេងអ្នកតានោះដែរគឺជាសំឡេងคล้ายៗតែប៉ុណ្ណោះដែលសត្វសំពោចរោមមាសមួយបានបន្លំខ្លួននៅពីក្រោយរូបសំណាករបស់អ្នកតានៅពេលដែលកូនម្សាយជ្រូកបានដឹងការពិតហើយក៏បានចាប់កូនម្សាយសំពោចនោះបោកយកតែម្ដងស្របពេលគ្នានោះដែរកូនម្សាយកង្កែបនោះបានឃើញកូនម្សាយសំពោចរោមមាសនឹងមានរូបរាងដូចជាសាអ៊ូជីងដែលនៅក្នុងរូបគំនូរគេគូអញ្ចឹងណាទាំងអស់គ្នាអញ្ចឹងទៅក៏បានបបួលកូនម្សាយសំពោចរោមមាសនឹងឲ្យចូលក្រុមជាមួយពួកគេផងដែរកូនម្សាយទាំងពីរក៏បានចាក់មនោគមទៅលើកូនម្សាយសំពោចរោមមាសនឹងឲ្យចូលធាមជាមួយខ្លួនដោយគេបាននិយាយថាបើសិនជាធ្វើទេវតានៅទីនេះគឺបានត្រឹមតែសំណែនតែប៉ុណ្ណោះតែបើសិនជាទៅជាមួយគេនឹងបានខ្លាចជាព្រះហើយមានជីវិតអមតៈកូនម្សាយសំពោចរោមមាសនឹងក៏បានប្រាប់ទៅកូនម្សាយទាំងពីរថាខ្លួនសុំគិតសិនក៏ប៉ុន្តែនៅពេលដែលគេចូលទៅក្រោយរូបសំណាករបស់ទេវតានឹងហើយចេញមកវិញគឺបានវិច្ចវិច្ចហើយតែម្ដងស្របពេលដែលកូនសត្វសំពោចបានស្ដាប់ឮកូនម្សាយទាំងពីរនិយាយគ្នាកូនម្សាយសំពោចរោមមាសនេះក៏បានលើកឡើងអំពីសត្វស្វាកូរីឡា introvert មួយដែលបានលាក់ខ្លួននៅក្នុងល្អាងភ្នំយ៉ាងជ្រៅមូលហេតុដែលសត្វស្វាកូរីឡានឹងគាត់ introvert នឹងដោយសារតែគាត់បាត់បង់ឪពុកម្ដាយនិងគ្រួសាររបស់គាត់ដោយសារតែស្ដេចបិសាចនៃភ្នំឡាំងនឹងសម្រាប់ក្រុមគ្រួសាររបស់គាត់ចឹងណាដោយសារតែអញ្ចឹងហើយទៅគាត់ introvert ដល់សប្តាហ៍ចឹងណាទាំងអស់គ្នានៅពេលដែលកូនម្សាយទាំង3នាក់បានធ្វើដំណើរទៅដល់ល្អាងភ្នំហ្នឹងគឺគាត់មិនអាចរកស្វាកូរីឡានោះឃើញទេដូច្នេះហើយទើបសត្វសំពោចរោមមាសសន្មតថាកូនបិសាចស្វាកូរីឡាហ្នឹងគឺលេងនៅក្នុងល្អាងហ្នឹងទៀតហើយក៏ប៉ុន្តែនៅពេលដែលបិសាចកង្កែបឃ្លានពេកក៏បានដកយកផ្លែឈើយកមកស៊ីក៏មានទឹកអីស្រក់ដាក់លើក្បាលគេតែម្ដងហើយដល់ពេលដែលពួកគេងើយមើលខាងលើក៏បានឃើញកូនស្វាកូរីឡានោះផងដែរបន្ទាប់ពីបានចូលមកដល់ខាងក្រោមនិយាយគ្នាហើយសត្វសំពោចរោមមាសហ្នឹងក៏បានបញ្ចុះបញ្ចូលឲ្យកូនស្វាកូរីឡាហ្នឹងទៅចម្លងធម៌ជាមួយនឹងពួកគេចឹងណាអ្នកនរអគ្នាក៏ប៉ុន្តែសត្វស្វាកូរីឡាហ្នឹងដោយសារតែគាត់ introvert ចឹងទៅគាត់ក៏មានការភ័យខ្លាចចឹងទៅគាត់ក៏បានរត់ហើយសត្វសំពោចរោមមាសហ្នឹងក៏បានហៅគាត់មកវិញហើយនិយាយប្រាប់គាត់ថាបើសិនជាគាត់នៅក្នុងរូងភ្នំហ្នឹងគឺគាត់នឹងនៅកន្លែងហ្នឹងអស់មួយជីវិតចឹងណាតែបើសិនជាទៅចម្លងធម៌ជាមួយពួកគាត់នឹងខ្លាចជាព្រះមានជីវិតអមតៈអីចឹងទៅកូនវិសាចស្វាកូរីឡាហ្នឹងក៏បានសួរទៅកាន់កូនវិសាចសំពោចរោមមាសហ្នឹងថាទៅក្រៅហ្នឹងមានមនុស្សច្រើនអត់ហើយបន្ទាប់ពីកូនវិសាចសំពោចរោមមាសហ្នឹងបានប្រាប់ថាមានមនុស្សច្រើនកូនវិសាចស្វាកូរីឡាហ្នឹងគាត់ក៏បានរត់ម្ដងទៀតហើយបន្ទាប់មកទៀតកូនវិសាចកង្កែបហើយនិងកូនវិសាចសំពោចរោមមាសហ្នឹងក៏បានហៅគាត់មកនិយាយម្ដងទៀតហើយបញ្ចុះបញ្ចូលគាត់កូនវិសាចកង្កែបហ្នឹងក៏បាននិយាយថាទៅពិភពខាងក្រៅស្រស់ស្អាតហើយមានសំណាងជួបជាមួយនឹងស្រីស្អាតអីចឹងទៅហើយគាត់អៀនខ្លាំងគាត់ក៏បានរត់ចេញម្ដងទៀតតែម្ដងនិយាយទៅកូនស្វាហ្នឹងគឺ introvert ដូចអ្នកកំពុងមើលហ្នឹងចឹងនៅពេលដែលកំពុងតែដាក់មនោគមបញ្ចុះបញ្ចូលកូនវិសាចស្វាកូរីឡាហ្នឹងអាកូនវិសាចអង្កែបហ្នឹងវាក៏បានធ្វើឲ្យធ្លាក់ត្រាដែលមកពីល្អាងភ្នំវិសាចហើយនៅពេលដែលកូនវិសាចស្វាកូរីឡាហ្នឹងបានដឹងថាកង្កែបហ្នឹងវាមកពីភ្នំវិសាចឡាំងអញ្ចឹងវាក៏បានភ័យខ្លាចខ្លាំងមែនតើស្របពេលដែលកូនវិសាចស្វាកូរីឡាហ្នឹងកំពុងតែមានការភ័យខ្លាចកូនវិសាចជ្រូកហ្នឹងក៏បានមកលួងលោមបញ្ចុះបញ្ចូលឲ្យគេបានចូលជាក្រុមរបស់ពួកគេតែម្ដងហើយសាច់រឿងរបស់យើងក៏បានកាន់មកដល់ឈុតបន្ទាប់យើងក៏បានឃើញកូនវិសាចទាំង4ហ្នឹងកំពុងតែធ្វើដំណើរទៅចម្លងធរនៅភាគខាងលិចហើយការធ្វើដំណើរទៅចម្លងធររបស់ពួកគេហ្នឹងគឺថារករាក់ខ្លាំងមែនតើបានកូនស្វាហ្នឹងគឺទៅទាំងមិនចង់តែម្ដងដោយសារតែគាត់ introvert ខ្លាំងចំណែកកូនវិសាចសំពោចរោមមាសវិញដោយសារតែគាត់ចូលចិត្តនិយាយច្រើនអញ្ចឹងពេលធ្វើដំណើរតាមផ្លូវអញ្ចឹងគឺគាត់និយាយអត់ឈប់តែម្ដងហើយចំណែកកូនវិសាចកង្កែបនោះវិញដោយសារតែគាត់ធ្វើដំណើរផ្លូវឆ្ងាយអញ្ចឹងទៅគាត់ក៏បានពុលក្អួតពេញនឹងឯងតែម្ដងបន្ទាប់ពីធ្វើដំណើរអស់ជាច្រើនរយយោជន៍មកពួកគេក៏បានឈប់សម្រាកនៅលើកំពូលភ្នំមួយហើយនៅពេលនោះដែរកូនវិសាចកង្កែបហ្នឹងក៏បានផ្ដល់កំណត់មួយឲ្យពួកគេហ្នឹងចេញទៅលួចរបស់ស៊ីពីអ្នកភូមិអញ្ចឹងណាទាំងអស់គ្នាក៏ប៉ុន្តែពេលហ្នឹងដែរកូនវិសាចជ្រូកហ្នឹងក៏ថាដោយសារតែពួកគេហ្នឹងជាអ្នកចម្លងធម៌មិនមែនវិសាចអញ្ចឹងទេអញ្ចឹងទៅឲ្យពួកគេទៅបិណ្ឌបាតវិញសាច់រឿងក៏បានកាត់មកដល់នៅក្នុងភូមិមួយនៅពេលដែលពួកគេធ្វើការបិណ្ឌបាតអញ្ចឹងទៅដោយសារតែពួកគេមានរូបរាងជាបិសាចអញ្ចឹងទៅធ្វើឲ្យអ្នកភូមិផ្អើលហើយក៏បានស្រែកថាបិសាចតែម្ដងដោយសារតែពួកគេមានរូបរាងជាបិសាចអញ្ចឹងហើយទៅធ្វើឲ្យគេមិនអាចបិណ្ឌបាតបានដូច្នេះហើយពួកគេក៏បានបែកគំនិតនាំគ្នាពាក្យម៉ាស់ដើម្បីទៅធ្វើការបិណ្ឌបាតម្ដងទៀតតែនៅពេលដែលទៅដល់ហ្នឹងពួកគេត្រូវបានអ្នកភូមិចាប់ទុកពួកគេថាជាចោរប្លន់ឬហើយក៏បានដេញវាយពួកគេទៀតតែម្ដង
បន្ទាប់ពីបានរត់គេចពីការដេញវាយរបស់អ្នកភូមិ ពួកគេក៏បានមកដល់បឹងមួយនៅជើងភ្នំ រួចហើយក៏បានជួបក្មេងម្នាក់ ដោយសារតែការអត់ឃ្លានអត់មានអីស៊ីចឹងទៅ ពួកកូនបិសាចទាំង4ហ្នឹងក៏បានចង់សុំជើងមាន់ពីកូនក្មេងហ្នឹងចឹងណាអ្នកទាំងអស់គ្នា ដោយប្រាប់កូនក្មេងហ្នឹងថាពួកគេជាសង្ឃທາງមកធ្វើដំណើរចម្លងធម៌ទៅទិសខាងលិចអីចឹងទៅ ហើយអាកូនបិសាចកង្កែបហ្នឹងវាខំនិយាយចឹងគិតថាកូនក្មេងហ្នឹងជឿចឹងវាក៏សប្បាយចិត្តរហូតដល់ហូរទឹកភ្នែកចឹងណា តែតាមពិតកូនក្មេងហ្នឹងវាដឹងហើយថាមិនមែនជាសង្ឃທາງទេដោយសារតែវាបានស្ដាប់រឿងនិទានពីចាស់ៗនៅក្នុងភូមិចឹងណាអ្នកទាំងអស់គ្នា ហើយកូនក្មេងហ្នឹងក៏បាននិយាយប្រាប់ទៅកាន់ពួកកូនបិសាចទាំង4ហ្នឹងថាសូត្រអ៊ូខុងហ្នឹងគេមានអត្តចរិតបែបម៉េចចឹងណាហើយសាអ៊ូជីងហ្នឹងវាមានចរិតបែបម៉េចចឹងទៅហើយសង្ឃທາងហើយនឹងជ្រូកបាជេហ្នឹងគេមានរនាស់មានអីចឹងណាបន្តមកទៀតក៏កូនក្មេងហ្នឹងក៏បានចាក់ចេញទៅ នៅពេលដែលកូនក្មេងហ្នឹងបានចាកចេញទៅក៏បានប្រាប់ក្រុមរបស់កូនបិសាចហ្នឹងថាក្រុមរបស់សង្ឃថាងហ្នឹងគឺអត់ឆានសាច់ទេបន្តមកទៀតពួកគេក៏បានត្រឡប់មកកន្លែងដើមរបស់ពួកគេវិញហើយពួកគេក៏បានគិតថាដើម្បីខ្លាចជាសង្ឃថាងបានគឺត្រូវកែប្រែអត្តចរិតហើយនឹងរៀបរឹកឲ្យបានត្រឹមត្រូវអញ្ចឹងណាអ្នកទាំងអស់គ្នាហើយក៏គេបានឲ្យអាកូនស្វាកូរ៉ូឡាហ្នឹងរៀននិយាយធ្វើដូចជាសុនអ៊ូខុងអញ្ចឹងណាចំណែកអាសត្វសំពត់រំមាសហ្នឹងវិញឲ្យនិយាយតិចៗដោយសារតែអាសត្វសំពត់រំមាសហ្នឹងវានិយាយច្រើនពេកហើយណាមួយតួអង្គសាអ៊ូជីងហ្នឹងគាត់អត់សូវនិយាយច្រើនទេអ្នកនរអគ្នាចំណែកកូនពិសាកង្កែបនោះវិញគេក៏បានដើរចេញទៅរកអវ័យអវ័នថ្មីដើម្បីរៀបចំសម្ដែងធ្វើម៉េចឲ្យដូចក្រុមរបស់លោកគ្រូឋានសានចាងអញ្ចឹងណាអ្នកនរអគ្នាលុះព្រឹកឡើងក៏បានមកដល់នៅពេលដែលព្រឹកឡើងបានមកដល់ហ្នឹងយើងឃើញថាកូនសត្វសំពត់រំមាសហ្នឹងវាមានពុកមាត់មានអីអញ្ចឹងហើយទៅពេលដែលកូនកង្កែបដើរមកដល់សួរវាថាវាបានអាហ្នឹងមកពីណា ហើយវាក៏ប្រាប់ថាវាបានដកអារោមហ្នឹងចេញពីសត្វស្វាកូរ៉ូឡាហ្នឹងណាអ្នកទាំងអស់គ្នាហើយចំណែកឯកូនម្សៅកង្កែបហ្នឹងវិញក៏វាមានសម្លៀកបំពាក់មានមួកមានអីមើលទៅដូចលោកគ្រូឋានសាន់ចាងអញ្ចឹងអ្នកទាំងអស់គ្នាខុសអីតែអាសត្វស្វាកូរ៉ូឡាហ្នឹងទេអាកូនភាសាជ្រូកហ្នឹងបានបង្រៀនមកយប់មួយថ្ងៃហើយនៅតែអត់ចេះនិយាយទៀតដោយសារតែវាហ្នឹងជាស្វា introvert អញ្ចឹងណាទាំងអស់គ្នានៅពេលដែលបង្រៀនវាអញ្ចឹងទៅវាតុកសិចខ្លាំងពេកទៅក៏បានដាក់អាកូនស្វាកូរ៉ូឡាហ្នឹងពីរបីដៃតែម្ដងហើយនៅពេលដែលកូនបិសាចកង្កែបហ្នឹងវាឃើញកូនបិសាចជ្រូកហ្នឹងកំពុងតែវាយធ្វើបាបកូនបិសាចស្វាកូរ៉ូឡាហ្នឹងវាក៏ចូលទៅហាមឃាត់ហើយវាថាឲ្យបង្រៀនមួយអញ្ចឹងទៅបន្ទាប់មកទៀតអាកូនបិសាចជ្រូកហ្នឹងក៏បានប្រាប់កូនបិសាចកង្កែបវិញថាបើឲ្យខ្លាំងឯងចូលបង្រៀនខ្លួនឯងហ្មងទៅហើយបន្ទាប់មកទៀតនៅពេលដែលកូនបិសាចកង្កែបហ្នឹងចាប់ផ្ដើមបង្រៀនទៅដល់កូនបិសាចស្វាកូរ៉ូឡាហ្នឹង បង្រៀនយ៉ាងណាក៏បង្រៀនអត់ចេះដូចតែកូនបិសាចជ្រូកដែរទេបន្ទាប់មកទៀតវាក៏តុកសិចខ្លាំងជាកូនបិសាចជ្រូកទៀតញើមើលកូនបិសាចជ្រូកឯនេះវិញវាក៏បានឲ្យថ្មសំលៀងកបិតមួយទៅកាន់សត្វសំពោចរមាសហ្នឹងដោយសារតែសត្វសំពោចរមាសហ្នឹងនៅពេលដែលវាសម្ដែងធ្វើជាសាអ៊ូជីអញ្ចឹងវាអត់សូវនិយាយច្រើនណាអ្នកនរគ្នាខុសពីទម្លាប់រដងរបស់វាដោយសារតែវាចូលចិត្តនិយាយច្រើនអញ្ចឹងនៅពេលដែលវានិយាយច្រើនហ្នឹងកូនបិសាចជ្រូកប្រាប់ថាឲ្យវាសំលៀងកបិតហ្នឹងឲ្យអត់ធ្មត់ទៅកុំឲ្យវានិយាយច្រើនពេកណាខ្លាចគេដឹងបែកការកំពុងតែនិយាយប្រាប់សុកហ្នឹងស្រាប់តែឮសូរសំឡេងកូនសត្វស្វាកូរ៉ូឡាហ្នឹងស្រែកតែម្ដងហើយមូលហេតុដែលកូនសត្វស្វាកូរ៉ូឡាហ្នឹងស្រែកហ្នឹងគឺកូនបិសាចកង្កែបហ្នឹងកំពុងតែវាយធ្វើបាបវាដោយសារតែបង្រៀនវាមិនចេះអញ្ចឹងណានិយាយទៅកូនបិសាចកង្កែបហ្នឹងគឺតុកសិចយកតែមែនតែម្ដង ដោយសារតែបង្រៀនប៉ះចំកូនស្វាកូរ៉ូឡា introvert ដល់អ្នកនរគ្នាហើយសុទ្ធតែប្រាប់កូនភាសាជ្រូកអីណាឲ្យចេះអត់ធ្មត់អីណាដល់ពេលខ្លួនឯងវិញមានណាខ្លាំងជាងកូនភាសាជ្រូកទៀតវាយកូនភាសាស្វាកូរ៉ូឡានឹងយកវាយយកតែម្ដងបន្ទាប់ពីពួកគេរៀនសម្ដែងធ្វើឲ្យដូចក្រុមរបស់លោកគ្រូឋានសាន់ចាងហើយពួកគេក៏បានធ្វើដំណើរទៅបិណ្ឌបាតម្ដងទៀត ហើយកន្លែងដែលពួកគេបិណ្ឌបាតនោះក៏បានធ្វើដំណើរទៅដល់កន្លែងទីវត្តអារាមមួយដែលនៅនឹងជើងភ្នំនៅពេលដែលពួកគេទៅដល់ពួកគេក៏បានឃើញលោកសង្ឃចាស់ជរាមួយដែលនៅក្នុងវត្តហ្នឹងតែម្នាក់ឯងតែប៉ុណ្ណោះហើយកូនបិសាចកង្កែបហ្នឹងក៏បានរាយរាប់ប្រាប់ទៅដល់លោកសង្ឃចាស់ជរាហ្នឹងថាខ្លួនមកពីទិសខាងកើតទៅចម្លងធននៅទិសខាងលិចអីចឹងណាអ្នកទាំងអស់គ្នាសង្ឃចាស់ជរាហ្នឹងក៏បានសួរថា ក្រុមរបស់លោកគ្រូឋានសាន់ចាងហ្នឹងមែនកែបហ្នឹងវាអត់ស្គាល់ឈ្មោះលោកគ្រូឋានសាន់ចាងទេបន្ទាប់មកទៀតអាកូនបិសាចជ្រូកហ្នឹងក៏បានប្រាប់ជំនួសចឹងណាលោកសង្ឃចាស់ជរាហ្នឹងក៏បានអញ្ជើញក្រុមរបស់ពួកគេហ្នឹងចូលទៅពិសាបាយនៅក្នុងវត្តរបស់គាត់អញ្ចឹងណាអ្នកនរគ្នានៅពេលដែលបានបាយឆាន់អញ្ចឹងទៅពួកអាកូនបិសាច4នាក់ហ្នឹងវាបានស៊ីយោតែម្ដងនៅពេលដែលកូនបិសាចកង្កែបហ្នឹងវាកំពុងតែស៊ីឆ្ងាញ់អញ្ចឹងវាក៏បានភ្លេចខ្លួនហើយវានិយាយពីជីវប្រវត្តិរបស់វាកាលវានៅនឹងភ្នំបិសាចអញ្ចឹងណាអ្នកនរគ្នា កាលវានៅភ្នំបិសាចហ្នឹងវាធ្វើម្ហូបឲ្យតពូបិសាចស៊ីទេហើយនៅពេលដែលវាមកចម្លងធေါ်ចេះមានគេធ្វើម្ហូបឲ្យវាស៊ីអញ្ចឹងទៅវាក៏សប្បាយចិត្តអញ្ចឹងវានិយាយភ្លេចខ្លួនតែម្ដងហើយកូនបិសាចជ្រូកនៅពេលដែលវាបានលឺអញ្ចឹងហើយវាក៏បានមូលអាកូនបិសាចកង្កែបហ្នឹងយកតែម្ដងស្អែកឡើងក៏បានមកដល់លោកសង្ឃចាស់ជរាហ្នឹងក៏បានប្រកល់ស្បង់ជីវរទៅឲ្យកូនបិសាចកង្កែបហ្នឹងមួយឈុតផងដែរ
តាមពិតទៅលោកសង្ឃហ្នឹងគាត់គឺបានដឹងថាកូនបិសាចហ្នឹងគឺជាអ្នកបន្លំខ្លួនធ្វើជាសងខាងអញ្ចឹងណាអ្នកនរគ្នាតែដោយសារតែគាត់មានចិត្តមេត្តាករុណាអញ្ចឹងទៅគាត់ក៏បានអាណិតពួកកូនបិសាចហ្នឹងហើយគាត់ក៏បានដាក់ទានឲ្យកូនបិសាចហ្នឹងនូវអាហារហើយនិងស្បង់ជីវរអីចឹងទៅកាត់មកដល់ឈុតបន្ទាប់នៅពេលដែលក្រុមរបស់កូនបិសាចទាំង4ហ្នឹងកំពុងតែធ្វើដំណើរទៅចម្លងធរហ្នឹងពួកគេក៏បានបាត់អាកូនបិសាចកង្កែបហ្នឹងហើយមូលហេតុដែលកូនបិសាចកង្កែបហ្នឹងបាត់ខ្លួនហ្នឹងគឺដោយសារតែក្រុមកូនចៅបិសាចនៅល្អាងស្ដេចឆ្កែហ្នឹងបានចាប់យកកូនកង្កែបហ្នឹងទៅអញ្ចឹងណាអ្នកនរគ្នាដោយសារតែស្មានថាលោកគ្រូឋានសានចាងអញ្ចឹងណាអ្នកនរគ្នាកាន់មកដល់ល្អាងស្ដេចឆ្កែនេះវិញយើងក៏បានឃើញស្ដេចឆ្កែរោមពណ៌ខៀវហ្នឹងដែលគាត់ជាស្ដេចទី1នៅហ្នឹងចំណែកឯស្ដេចឆ្កែទី2ហ្នឹងគាត់មានរោមពណ៌លឿងដែលពួកគាត់ទាំងពីរហ្នឹងគឺជាបងប្អូនគ្នាហើយពួកគាត់ទាំងពីរហ្នឹងក៏បានរៀបចំឆ្នាំងដាក់ស្លកូនបិសាចកង្កែបហ្នឹងតែម្ដងដោយសារតែពួកគាត់យល់ច្រឡំថាកូនបិសាចកង្កែបហ្នឹងគឺជាលោកគ្រូឋានសានចាងទោះបីជាកូនបិសាចកង្កែបហ្នឹងព្យាយាមពន្យល់ប្រាប់គាត់យ៉ាងណាក៏ដោយដែរក៏ពួកគាត់ទាំងពីរហ្នឹងអត់ជឿដែរអ្នកទាំងអស់គ្នាស្ដេចឆ្កែពណ៌ខៀវដែលជាស្ដេចនៅក្នុងល្អាងស្ដេចបិសាចហ្នឹងក៏បានបញ្ជាឲ្យកូនចៅដាក់ស្លកូនកង្កែបហ្នឹងទាំងរស់តែម្ដងដោយសារតែគាត់ខ្លាចសួននៅខុងមកតាន់ក្រឡេកមើលខាងក្រៅល្អាងភ្នំស្ដេចឆ្កែនៅវិញយើងក៏បានឃើញកូនបិសាចទាំង3នាក់មកជួយកូនបិសាចកង្កែបហើយពួកគេកំពុងតែពួននៅក្រោយថ្មមួយដើម្បីពិភាក្សាគ្នារកវិធីជួយកូនបិសាចកង្កែបចឹងណាអ្នកទាំងអស់គ្នានៅពេលដែលពួកគេកំពុងតែពិភាក្សាគ្នាហ្នឹងអាកូនចៅបិសាចឆ្កែហ្នឹងក៏បានដើរមកអើតឃើញចឹងទៅក៏បានឃើញសាអ៊ូជីងហ្នឹងដែលជាសត្វសម្ពុចរោមមាសខ្លែងខ្លាយហ្នឹងគាត់បានកំពុងតែសម្លៀងអាវុធរបស់គាត់ចឹងណាហើយក៏បានឮសាកូរ៉េឡាហ្នឹងនិយាយថាខ្លួនហ្នឹងគឺជាស្ដេចស្វាចឹងទៅកូនបិសាចហ្នឹងក៏គាត់បានផ្អើលហើយគាត់ក៏បានរត់ទៅប្រាប់ស្ដេចឆ្កែដែលជាមេរបស់គាត់ហ្នឹងស្ដេចឆ្កែនៅពេលដែលដឹងថាស៊ុនវូខុងបានមកដល់ចឹងទៅគាត់មានការភ័យខ្លាចជាខ្លាំងដោយសារតែគាត់ហ្នឹងវាយមិនឈ្នះស៊ុនវូខុងនោះទេហើយគាត់ក៏បានរៀបចំគម្រោងផែនការថ្មីតែម្ដងដោយសារតែទឹកដាំកូនបិសាចកង្កែបហ្នឹងមិនទាន់ពុះចឹងទៅគាត់ក៏បានរៀបចំកូនចៅរបស់គាត់ហ្នឹងចេញមកទទួលពួកកូនបិសាចទាំង3នាក់ហ្នឹងចឹងណាទាំងអស់គ្នាចំណែកកូនបិសាចទាំង3ដែលនៅក្រៅមាត់អាងឯនេះវិញនៅពេលដែលគាត់បានរៀបគម្រោងរួចហើយគាត់ក៏បានចេញមកតែម្ដងគឺពោពេញទៅភាពជឿជាក់ហើយនៅពេលដែលគាត់ចេញមកហ្នឹងគាត់ស្មានតែចេញមកវាយគ្នាឬក៏អីចឹងណាអ្នកនរគ្នាតែតាមការពិតឃើញពួកកូនចៅបិសាចឆ្កែហើយនិងបិសាចឆ្កែហ្នឹងចេញមកទទួលយ៉ាងរាក់ទាក់នៅពេលដែលកូនបិសាចទាំង3នាក់ឃើញអញ្ចឹងក៏បានសួរទៅបិសាចឆ្កែរោមលឿងហ្នឹងថាជាទង្វើអ្វីចឹងណាអ្នកនរគ្នាហើយបិសាចឆ្កែរោមលឿងហ្នឹងក៏បានប្រាប់ថាជារបៀបទទួលភ្ញៀវជាន់ខ្ពស់អីចឹងទៅបន្ទាប់ពីនិយាយគ្នាហើយពួកគេទាំង3នាក់ហ្នឹងក៏បានចូលទៅដល់ក្នុងល្អាងហើយក៏បានឃើញកូនបិសាចកង្កែបហ្នឹងកំពុងតែត្រាំទឹកហើយកូនបិសាចកង្កែបហ្នឹងក៏បានហៅកូនបិសាចទាំង3ហ្នឹងចូលទៅត្រាំទឹកជាមួយគ្នាអញ្ចឹងហើយពួកគេក៏បានប្រកែកអីណាតាមពិតចុងក្រោយនៅតែទៅមិនដែរសោះចំណែកបិសាចឆ្កែពណ៌ខៀវដែលជាមេគេនៅល្អាងស្ដេចឆ្កែហ្នឹងវាក៏បាននិយាយថាដោយសារតែឃើញសង្ឃទេផត់ពេកហ្នឹងក៏បានយកមកជូតទឹកជូតអីអញ្ចឹងទៅហើយវានៅតែអត់ដឹងអញ្ចឹងតាពួកកូនបិសាចទាំង4នាក់ហ្នឹងជាសមាជិកបន្លំខ្លួនទៅចម្លងធរណាអ្នកនរគ្នានៅពេលដែលពួកគេកំពុងតែត្រាំទឹកហ្នឹងកូនបិសាចជ្រូកហ្នឹងវាក៏បានឃើញអសដ្ឋានហើយនឹងអាវុធរបស់ស្ដេចបិសាចលយអញ្ចឹងវាក៏ចាប់អារម្មណ៍អញ្ចឹងណាអ្នកនរគ្នាហើយស្ដេចបិសាចឆ្កែហ្នឹងដោយសារតែវាខ្លាចអំណាចស៊ុនវូខុងវាក៏បានឲ្យសម្ភារៈរបស់វាហ្នឹងទៅកាន់ពួកកូនបិសាចទាំង4ហ្នឹងតែម្ដងនៅពេលដែលពួកកូនបិសាចទាំង4ហ្នឹងធ្វើដំណើរចាក់ចេញស្ដេចបិសាចទាំង2អ្នកបងប្អូនហ្នឹងក៏បានចេញដំណើរមកលាពួកគេហើយបិសាចឆ្កែដែលមានរោមពណ៌លឿងហ្នឹងក៏បានលើកទៅសារទៅដល់កូនស្វាកូរ៉ាឡាហ្នឹងថាជាស្ដេចស្វាស៊ុនវូខុងខ្លាំងពូកែដែលអត់ចេះនិយាយស្ដីអញ្ចឹងបងប្អូនគ្នាតែតាមការពិតអត់មានដឹងថាកូនស្វាកូរ៉ាឡាហ្នឹងគឺគាត់ introvert អត់ចេះនិយាយច្រើនអីទេហើយចំណែកស្ដេចបិសាចឆ្កែពណ៌ខៀវដែលជាមេគេនៅវិញគាត់ក៏បានប្រាប់ប្អូនគាត់ថាអ្នកខ្លាំងគាត់អត់ចូលចិត្តនិយាយច្រើនហ្នឹងទេយ៉ាងនេះទៅប៉ែមកចំណែកឯកូនបិសាចកង្កែវិញនៅពេលដែលកំពុងធ្វើដំណើរហ្នឹងគាត់ក៏បានចំណែនជាមួយនឹងកូនបិសាចស្វាកូរ៉ាឡាហ្នឹងជាខ្លាំងដោយសារតែកូនបិសាចស្វាកូរ៉ាឡាហ្នឹងគាត់អត់ចូលចិត្តនិយាយច្រើនទេប៉ុន្តែមានគេគោរពខ្លាចគាត់អីចឹងណាហើយគាត់ក៏បានចង់សុំដូរតួសម្ដែងធ្វើជាស៊ុនវូខុងវិញម្ដងអញ្ចឹងណាបងប្អូនគ្នាសាច់រឿងរបស់យើងក៏បានកម្មមកដល់ឈុតបន្ទាប់នៅពេលដែលពួកគេបានធ្វើដំណើរអស់ជាច្រើនថ្ងៃក៏បានមកដល់ភូមិខាងជើងមួយនៅជើងភ្នំនៅពេលដែលពួកគេបានព្យាយាមទៅបិណ្ឌបាតក្នុងភូមិអីចឹងទៅអ្នកភូមិក៏បានហៅគាត់ទៅសួរនាំអីចឹងណាហើយនៅពេលដែលសួរនាំចឹងទៅក៏មានមេភូមិមួយចេញមកមើលគាត់តែម្ដងហើយក៏បានប្រាប់អ្នកដែលនិទានរឿងរបស់ឋានសានចាងទៅចម្លងធននៅភាគខាងលិចហ្នឹងឲ្យមកមើលបន្ទាប់ពីមើលវិភាគហើយក៏បានថាពួកគេនឹងអត់ដូចនៅក្នុងនិទានរឿងអីចឹងណាអ្នកនរគ្នាហើយនៅពេលនោះពួកកូនបិសាចទាំង4ហ្នឹងគឺបានភ័យខ្លាចខ្លាំងមែនទែនដោយសារតែខ្លាចគេដឹងតែអត្តសញ្ញាណបោកប្រាស់អីចឹងណាអ្នកនរគ្នាតែតាមការពិតទៅអ្នកនិទានរឿងហ្នឹងគឺគាត់អត់បានដឹងតាមមុខមាត់តួអង្គរបស់ឋានសានចាងហើយនិងកូនសិស្សទាំង3របស់គាត់ហ្នឹង
មានរូបរាងមិនទេអញ្ចឹងហើយគាត់ចេះតែនិទានស្មានទេដោយសារតែឥឡូវគាត់បានឃើញក្រុមរបស់លោកគ្រូឋានសាន់ចាំងមកដល់ពិតប្រាកដអញ្ចឹងទៅមេភូមិហ្នឹងគាត់ក៏បានឲ្យអ្នកដែលនិទានរឿងហ្នឹងណូតទុកអញ្ចឹងណាអ្នកនរគ្នាហើយគាត់ក៏បានពឹងឲ្យក្រុមរបស់កូនបិសាចទាំង4នាក់ដែលគាត់យល់ថាជាក្រុមរបស់លោកគ្រូឋានសាន់ចាំងហ្នឹងជួយកម្ចាត់បិសាចកណ្ដុរមួយនៅក្នុងភូមិរបស់គាត់ដោយមិនគិតយូរកូនបិសាចជ្រូកខ្លួនតូចចិត្តធំក៏បានយំរំជាមួយសំណើរបស់លោកមេភូមិហ្នឹងតែម្ដងដោយសារតែគាត់អាងមានសុនអ៊ូខុងណាទាំងអស់គ្នាហើយសាច់រឿងបន្តចម្អឹងក៏បានកាត់មកដល់នៅក្នុងវិហារមួយនៅពេលដែលពួកគេទាំង4នាក់ហ្នឹងធ្វើដំណើរទៅដល់កន្លែងរបស់កូនបិសាចកណ្ដុរហ្នឹងពួកគេក៏បាននិយាយទៅកាន់កូនបិសាចកណ្ដុរហ្នឹងថាឲ្យសុំចោះចាញ់អីចឹងណាទាំងអស់គ្នាហើយកូនបិសាចកណ្ដុរហ្នឹងថាឯងមកពីណាអីចឹងទៅបន្តមកទៀតគេក៏បានណែនាំសុនអ៊ូខុងឲ្យទៅកូនបិសាចកណ្ដុរហ្នឹងស្គាល់ចឹងណាប៉ុន្តែកូនបិសាចកណ្ដុរហ្នឹងអត់ស្គាល់ទេអ្នកនរគ្នាដោយសារតែកូនបិសាចកណ្ដុរហ្នឹងសិចម៉ាអត់ស្គាល់សុនអ៊ូខុងចឹងទៅកូនបិសាចទាំង4ហ្នឹងក៏ភ័យខ្លាចខ្លាំងមែនទែនហើយពេលនោះដែរកូនបិសាចកង្កែបហ្នឹងក៏បានព្យាយាមបើកទ្វារចេញរត់ចឹងណាអ្នកនរគ្នាប៉ុន្តែដោយសារតែអ្នកភូមិបានចាក់សោពួកគេនៅក្នុងហ្នឹងជាប់ចឹងពួកគេមិនអាចចេញបានទេហើយបន្ទាប់មកដោយសារតែมันអាចចេញបានចឹងទៅពួកគេទាំង4នាក់ហ្នឹងក៏បានវាយគ្នាជាមួយកូនបិសាចកណ្ដុរហ្នឹងតែម្ដងហើយនៅពេលដែលវាយហ្នឹងគឺថាគ្មានផែជាមួយកូនបិសាចកណ្ដុរហ្នឹងទេចេះតែវាយទៅពីហ្នឹងហើយចៃដន្យអីនៅពេលដែលកូនបិសាចកណ្ដុរហ្នឹងកំពុងតែវាយគ្នាជាមួយកូនបិសាចជ្រូកហ្នឹងអាកូនស្វាកូរ៉េឡាហ្នឹងក៏បានលោតទៅអុកយកដោយតែអាកូនបិសាចជ្រូកហ្នឹងប៉ោលជាប់នឹងជញ្ជាំងតែម្ដងនៅទីបំផុតក្រុមកូនបិសាចទាំង4ហ្នឹងបានកម្ចាត់បិសាចកណ្ដុរហ្នឹងបានហើយអ្នកភូមិក៏បានជឿជាក់លើពួកគេថាពួកគេហ្នឹងគឺជាក្រុមរបស់លោកគ្រូឋានចាន់ចាងពិតប្រាកដមែនអញ្ចឹងណាអ្នកទាំងអស់គ្នាហើយក៏បានឲ្យរង្វាន់ពួកគេជាច្រើនផងដែរសាច់រឿងរបស់យើងបានធ្វើដំណើរទៅដល់ផ្ទះរបស់គ្រួសាររបស់កូនបិសាចជ្រូកនៅពេលទៅដល់យើងក៏បានឃើញឪពុកម្ដាយរបស់កូនបិសាចជ្រូកហើយនិងប្អូនៗរបស់ពួកគេផងដែរហើយម្ដាយរបស់គាត់នឹងក៏បានសួរនាំទៅកាន់កូនបិសាចជ្រូកផងដែរថាពេលទៅដល់កន្លែងរបស់ស្ដេចបិសាចនៅឡាងភ្នំឡាងហ្នឹងបានចូលធ្វើការអីអត់ចឹងណាអ្នកនរគ្នាហើយកូនបិសាចជ្រូកហ្នឹងក៏បានកុហកម្ដាយរបស់គាត់ថាខ្លួនបានធ្វើការនៅក្នុងឡាងបិសាចភ្នំឡាងហ្នឹងហើយកូនបិសាចជ្រូកហ្នឹងក៏បានសួរនាំរកឪពុករបស់គេផងដែរហើយម្ដាយរបស់គេក៏បានប្រាប់ថាឪពុករបស់គេហ្នឹងគឺបានដេកឈឺអីចឹងទៅសារតែឪពុករបស់គាត់ហ្នឹងចង់រៀនវគ្គជោគជ័យអីចឹងណាអ្នកនរគ្នាតែដោយសារប្រតិកម្មវិជាកូនចឹងទៅឪពុករបស់គេក៏បានដេកឈឺតែម្ដងហើយនៅពេលដែលទូទុកឪពុករបស់គេហ្នឹងគេក៏បាននិយាយការពិតប្រាប់ឪពុករបស់គេចឹងទៅថាគេហ្នឹងបានទៅចម្លងធរអីនៅខាងលិចចឹងណាអ្នកនរគ្នាហើយឪពុករបស់គេក៏បានចូលរួម support ជាមួយនឹងកូនភាសាជ្រូកហ្នឹងផងដែរឪពុករបស់គេហ្នឹងក៏បានសួរនាំតាក់ទងនឹងស្នេហ៍កម្ពុជាដែលឪពុករបស់គេហ្នឹងបានបង្រៀនទៅដល់កូនភាសាជ្រូកហ្នឹងណាអ្នកនរគ្នាហើយស្នេហ៍កម្ពុជាហ្នឹងផងដែរនៅពេលដែលពួកគេប្រើហ្នឹងគឺប្រើបានតែម្ដងទេហើយនៅពេលដែលមិនទាន់បានសម្រេចដល់ចំណុចកម្ពុជាគឺនៅពេលដែលប្រើហ្នឹងនឹងខ្លាចទៅជារូបរាងរបស់បិសាចជ្រូកពិតប្រាកដមកវិញតែម្ដងយប់អត្រាតន្ត្រីក៏បានចូលមកដល់ហើយយើងក៏បានឃើញក្រុមរបស់ពួកគេញ៉ាំអាហារជាមួយគ្រួសាររបស់គេយ៉ាងរីករាយហើយនៅពេលនោះដែរយើងក៏បានឃើញឪរបស់កូនបិសាចជ្រូកហ្នឹងក៏បានឲ្យសត្វសំពត់រមាសហ្នឹងបញ្ចុកស្រាឲ្យគាត់ដោយសារតែឃើញអាកូនបិសាចសំពត់រមាសហ្នឹងជាក្មេងល្អចឹងទៅហើយនៅមួយទៀតឪអាកូនបិសាចជ្រូកហ្នឹងកំពុងតែស្វឹងចឹងទៅគាត់ក៏បានបង្រៀនអាក្បាច់ពិសេសរបស់គាត់ហ្នឹងទៅឲ្យអាកូនបិសាចសំពត់រមាសហ្នឹងផងដែរថ្ងៃថ្មីក៏បានមកដល់ក្រុមកូនបិសាចទាំង4ក៏បានរៀបចំបន្តដំណើរទៅខាងមុខបន្តទៀតក្រោយពេលធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃពួកគេក៏បានធ្វើដំណើរទៅដល់ជើងភ្នំមួយហើយក៏បានឃើញវត្តមួយនៅលើកំពូលភ្នំផងដែរដែលវត្តនោះផងដែរគឺជាកន្លែងរបស់ស្ដេចភ្នំដែលបានដាក់ទីតាំងនៅទីនោះត្រៀមនឹងចាំទទួលសង្ឃាងស្ដេចភ្នំបានរៀបចំវត្តនៅលើកំពូលភ្នំនេះឡើងដើម្បីបន្លំខ្លួនធ្វើជាព្រះពុទ្ធដើម្បីទទួលសង្ឃាងនៅពេលដែលសង្ឃាងធ្វើដំណើរមកដល់គាត់នឹងចាប់សង្ឃាងស៊ីតែម្ដងក្រុមរបស់កូនបិសាចទាំង4ក៏បានធ្វើដំណើរមកដល់ក្នុងព្រះវិហារនៅពេលដែលធ្វើដំណើរមកដល់ក្នុងព្រះវិហារពួកគេក៏បានឃើញបរិវាររបស់ព្រះយូឡាជាច្រើនដែលមើលទៅគួរឲ្យខ្លាចបន្ទាប់ពីស្ដេចភ្នំដែលបានបន្លំខ្លួនធ្វើជាព្រះយូឡាណែនាំខ្លួនរបស់គាត់ទៅកាន់កូនបិសាចទាំង4នាក់កូនបិសាចទាំង4នាក់នោះគឺមិនស្គាល់ថាជាព្រះយូឡានោះទេនៅពេលដែលពួកគាត់ដឹងពួកគាត់ក៏បានសុំព្រះយូឡាហើយនិងបរិវាររបស់គាត់នឹងចេញក្រាមមកផ្លេតដើម្បីពិនិត្យពិភាក្សាគ្នាចឹងណាអ្នកនរគ្នាហើយចំណែកព្រះយូឡាដែលបន្លំខ្លួនដោយស្ដេចភ្នំនោះក៏បានគិតជាមួយបរិវាររបស់គាត់ផងដែរថាដោយសារតែពួកគាត់សំដែងអត់សមអីចឹងខ្លាចពួកក្រុមរបស់សង្ឃាងដឹងណាអ្នកនរគ្នាបរិវាររបស់ស្ដេចភ្នំក៏បានប្រាប់ស្ដេចភ្នំឲ្យចាត់ការកូនបិសាចទាំង4ចោលតែម្ដងដោយសារតែពួកគេខំហាត់បន្លំខ្លួនរយៈពេលកន្លះឆ្នាំមកហើយនៅតែមិនអាចបោកបន្លំក្រុមរបស់សង្ឃាងបានចំណែកស្ដេចភ្នំវិញគាត់មិនហ៊ាននោះទេដោយសារតែកម្លាំងធាតុរបស់គាត់មិនអាចយកឈ្នះទៅលើសុនអ៊ូខុងបានទេដូច្នេះហើយទើបគាត់រងចាំរហូតដល់អាចស៊ីក្មេងទាំង10បានសិនទៅកម្លាំងធាតុរបស់គាត់មានការកើនឡើងចំណែកឯក្រុមរបស់កូនបិសាចទាំង4វិញនៅពេលដែលពួកគេបានពិភាក្សាគ្នាទៅហើយពួកគេក៏ត្រឡប់មកវិញហើយនៅពេលនោះដែរកូនបិសាចជ្រូកក៏បានប្រាប់ទៅកូនបិសាចកង្កែបថាឲ្យប្រញាប់សុំគម្ពីរធម៌ពីព្រះយូឡាយដើម្បីឲ្យពួកគេឆាប់បានត្រឡប់ទៅវិញនៅពេលដែលកូនបិសាចកង្កែបដែលបន្លំខ្លួនជាលោកគ្រូឋានសាន់ចាំងទៅទូចចង់សុំតែគម្ពីរធម៌នោះព្រះយូឡាយដែលបន្លំខ្លួនដោយស្ដេចភ្នំនឹងក៏បានឲ្យកូនបិសាចកង្កែបនឹងសូត្រគម្ពីរធម៌ឲ្យគាត់ស្ដាប់
កូនម្សាយកង្កែបហ្នឹងដោយសារតែគាត់មិនមែនជាលោកគ្រូឋានសន្តានចឹងទៅគាត់អត់ដឹងថាគម្ពីរធម៌ហ្នឹងជាអីទេហើយគាត់ចេះតែលើកឡើងតែពីតែពីចឹងណាទាំងអស់គ្នាហើយចំណែកព្រះយុឡាយคล้ายៗហ្នឹងវិញដោយសារតែគាត់ហ្នឹងក៏អត់ដឹងថាគម្ពីរធម៌នៅភាគខាងកើតហ្នឹងគឺជាអីដែរចឹងទៅគាត់ចេះតែជឿតាមកូនម្សាយកង្កែបហ្នឹងដែរនិយាយរួមទៅគឺកុហកគ្នាទៅវិញទៅមកចឹងណាទាំងអស់គ្នាហើយឈុតនៅកន្លែងហ្នឹងគឺល្អសាយខ្លាំងមែនទែនបើសិនជាអ្នកទាំងអស់គ្នាចង់មើលរឿងពេញអាចទៅស្វែងរកនៅក្នុង Google បាននៅពេលដែលកូនម្សាយកង្កែបហ្នឹងបានសូត្រធម៌ដល់ព្រះប្រុសរបស់គាត់ចប់ហ្នឹងព្រះយុឡាយ Fake ហ្នឹងក៏បានឲ្យពួកគេទៅសម្រាកប៉ុន្តែកូនម្សាយទាំង4ហ្នឹងអត់ចង់សម្រាកទេចង់បានតែគម្ពីរធម៌អញ្ចឹងណាទាំងអស់គ្នាចំណែកឯព្រះយុឡាយ Fake ហ្នឹងវិញដោយសារតែគាត់មិនពូកែសម្ដែងអញ្ចឹងទៅគាត់ក៏បានច្រឡំមាត់ហើយគាត់ក៏បានប្រាប់កូនចៅរបស់គាត់ហ្នឹងឲ្យយកសាច់ហើយនឹងស្រាមកទទួលក្រុមរបស់សង្ឃថាងអញ្ចឹងណាទាំងអស់គ្នាគ្រាន់តែឮតែបានផឹកស្រាកូនម្សាយកង្កែបហ្នឹងវាក៏សប្បាយចិត្តខ្លាំងមែនទែនរហូតដល់វាភ្លេចខ្លួនទៅវាសម្ដែងធ្វើជាសង្ឃថាងអញ្ចឹងណាទាំងអស់គ្នានៅពេលហ្នឹងដែរសត្វសំពត់រោមមាសក៏បាននិយាយថាព្រះសង្ឃមិនពិសាស្រានឹងទេទើបធ្វើឲ្យអត្តសញ្ញាណរបស់ពួកគេទាំងអស់ត្រូវបានបែកធ្លាយតែម្ដងក៏ប៉ុន្តែស្ដេចភ្នំមិនបានសម្លាប់កូនបិសាចទាំង4នោះទេហើយបានដោះលែងពួកគេឲ្យធ្វើដំណើរត្រឡប់ចូលមកក្នុងភូមិវិញនៅពេលដែលពួកគេបានធ្វើដំណើរត្រឡប់មកដល់ក្នុងភូមិវិញពួកគេបានជួបប្រជាជននៅក្នុងតំបន់នោះហើយពេលនោះដែរប្រជាជននៅក្នុងតំបន់នោះបានសូមអង្វរឲ្យពួកគេជួយដោយសារតែយល់ច្រឡំថាពួកគេជាក្រុមរបស់សង្ឃថាងពិតប្រាកដកូនវិសាចជ្រូកនិងក្រុមរបស់ពួកគេក៏បានយល់ព្រមជួយអ្នកភូមិនឹងហើយនៅពេលដែលពួកគេបានដឹងថាបិសាចដែលត្រូវប្រឈមមុខជាមួយនឹងគឺជាបិសាចស្ដេចភ្នំនឹងពួកគេទាំង4ក៏មានការភ័យជាខ្លាំងដោយសារតែធ្លាប់ជួបហើយនៅទាំងអស់គ្នានៅពេលដែលកូនក្មេងដែលបានលាក់ខ្លួននឹងបង្ហាញខ្លួនចេញមកក្រៅចឹងបរិវាររបស់ស្ដេចភ្នំនឹងក៏បានចេញមកចាប់ខ្លួនក្មេងៗនឹងតែម្ដងតាមពិតអានឹងគឺជាកម្រងការរបស់ស្ដេចភ្នំទាំងអស់គ្នាដែលបានដោះលែងពួកកូនវិសាចទាំង4នឹងឲ្យត្រឡប់ចូលមកក្នុងភូមិវិញចឹងណាហើយនៅពេលដែលកូនវិសាចទាំង4នាក់ត្រឡប់ចូលមកក្នុងភូមិវិញអញ្ចឹងគឺគាត់ឲ្យកូនចៅបរិវាររបស់គាត់ដែលជាសត្វខ្លារខិនហ្នឹងតាមដានពួកកូនវិសាចទាំង4នាក់ហ្នឹងនៅពេលដែលបានឃើញកូនក្មេងត្រូវពួកវិសាចចាប់ចឹងក្រុមរបស់កូនវិសាចជ្រូកក៏បានចូលទៅជួយក៏ប៉ុន្តែវាមិនមែនជាដៃគូរបស់បិសាចខ្លារខិននោះទេដោយសារតែគាត់មានកម្លាំងខ្លាំងអញ្ចឹងហើយទើបធ្វើឲ្យពួកគេទាំង4នាក់មិនអាចតទល់ឈ្នះបិសាចខ្លារខិនហ្នឹងហើយបិសាចខ្លារខិនហ្នឹងក៏បានចាប់យកពួកគេទៅវិញផងដែរនៅពេលដែលកូនវិសាចទាំង4បានត្រឡប់ទៅដល់កន្លែងរបស់ស្ដេចភ្នំវិញស្ដេចភ្នំក៏បានពេញចិត្តនឹងការសម្ដែងរបស់ពួកគេដូច្នេះហើយស្ដេចភ្នំក៏បានឲ្យពួកគេក្លែងបន្លំធ្វើជា The Four Guardian ដើម្បីបន្លំភ្នែករបស់ក្រុមសង្ឃថាងនៅពេលដែលកូនវិសាចទាំង4កំពុងតែជាប់ចំណងហើយត្រូវបានឃុំឃាំងយើងក៏បានឃើញស្ដេចឆ្កែរោមលឿងដែលមកពីល្អាងភ្នំឆ្កែក៏បានមកជួបពួកគេវិសាចឆ្កែរោមលឿងហ្នឹងក៏បាននិយាយរៀបរាប់ប្រាប់ទៅដល់ពួកកូនវិសាចទាំង4ថាពួកគេបានឃើញសង្ឃថាងคล้ายៗហ្នឹងសម្រាប់បងប្រុសរបស់ពួកគេដែលជាវិសាចឆ្កែរោមខៀវហ្នឹងហើយនឹងកូនចៅរបស់គេស្លាប់អស់តែម្ដងមូលហេតុហ្នឹងហើយទើបបិសាចឆ្កែរោមលឿងហ្នឹងខំធ្វើដំណើរពីចម្ងាយដើម្បីមករកក្រុមកូនបិសាចទាំង4ដើម្បីឲ្យពួកគេជួយដោយសារតែបិសាចឆ្កែរោមលឿងហ្នឹងគាត់បានជឿជាក់ថាក្រុមរបស់កូនបិសាចទាំង4ហ្នឹងគឺជាក្រុមរបស់សង្ឃថាងពិតប្រាកដចឹងណាអ្នកនរគ្នាទោះបីជាគុណបិសាចជ្រូកខំប្រឹងបញ្យល់បិសាចឆ្កែរោមលឿងហ្នឹងថាគាត់មិនមែនជាក្រុមរបស់សង្ឃថាងពិតប្រាកដក៏បិសាចឆ្កែហ្នឹងអត់ជឿដែរអ្នកនរគ្នាហើយបន្ទាប់មកទៀតយើងក៏បានឃើញបិសាចភ្នំហើយនឹងបរិវាររបស់គាត់ហ្នឹងក៏បានធ្វើដំណើរមកដល់ផងដែរហើយក៏គាត់និយាយអំពីក្រុមរបស់សង្ឃថាងពិតប្រាកដដែលបានមកដល់ទៅលងភ្នំរបស់គាត់ចឹងណាអ្នកនរគ្នាចំណែកឯស្ដេចឆ្កែរោមលឿងនៅវិញនៅពេលដែលគាត់លឿនចឹងគាត់ក៏បានចូលរួមជាមួយនឹងបរិវាររបស់ស្ដេចភ្នំដើម្បីសងសឹកឲ្យបងប្រុសរបស់គាត់ក៏ប៉ុន្តែបរិវាររបស់ស្ដេចភ្នំបានយកបិសាចឆ្កែរោមលឿងហ្នឹងទៅទម្លាក់ចោលពីលើភ្នំតែម្ដងចំណែកឯក្រុមរបស់កូនបិសាចទាំង4វិញនៅពេលដែលកូនស្វាបិសាចកូរ៉ូឡាហ្នឹងគាត់មិនព្រមប្រែក្លាយខ្លួនធ្វើជា The Four Guardian តាមការស្នើសុំរបស់ស្ដេចបិសាចភ្នំហ្នឹងស្ដេចបិសាចភ្នំហ្នឹងក៏បានឲ្យកូនចៅរបស់គាត់ហ្នឹងធ្វើទរណកម្មទៅដល់កូនស្វាកូរ៉ូឡា Introvert ហ្នឹងចំណែកឯសត្វសំពត់រោមមាសវិញដោយសារតែគាត់មិនពេញចិត្តធ្វើជាបរិវាររបស់ស្ដេចភ្នំគាត់ក៏បានលួចចេញពីព្រះវិហារនៅលើភ្នំហ្នឹងតែម្ដងកាត់មកដល់ជំនាន់យើងក៏បានឃើញកូនបិសាចស្វាកូរ៉ូឡាហ្នឹងរៀបនឹងត្រូវបានគេទម្លាក់ពីលើភ្នំតែមុននឹងគាត់ធ្លាក់គាត់ក៏បាននិយាយប្រាប់ថាគាត់គឺជាមហាទេពស្មៅមេឃដែលសម្លេងរបស់គាត់នេះបានឮទៅដល់កូនបិសាចជ្រូកនិងបិសាចឆ្កែរោមមាសផងដែរនៅពេលដែលបិសាចឆ្កែរោមមាសហ្នឹងបានឡើងមកដល់កំពូលភ្នំវិញគាត់ក៏បានធ្វើការប្រយុទ្ធជាមួយនឹងបិសាចគោទាំងពីរនាក់ហ្នឹងតែម្ដងតែនៅពេលដែលប្រយុទ្ធចុះប្រយុទ្ធឡើងបិសាចគោទាំងពីរនាក់ហ្នឹងក៏អាចយកឈ្នះបិសាចឆ្កែរោមមាសហ្នឹងហើយទម្លាក់គាត់ពីលើភ្នំវិញទៀតតែម្ដងហើយយើងក៏បានឃើញកូនបិសាចជ្រូកនិងកូនបិសាចសំពត់រោមមាសហ្នឹងត្រឡប់មកជួយកូនបិសាចស្វាកូរ៉ូឡាហ្នឹងវិញតែម្ដងនៅពេលដែលជួយកូនបិសាចស្វាកូរ៉ូឡាបានហើយពួកគេទាំង3ក៏បានរួមកំណត់គ្នាដើម្បីជួយទៅរំដោះក្មេងៗនៅឯកន្លែងរបស់ស្ដេចភ្នំហើយពួកគេក៏បានក្លែងបន្លំខ្លួនធ្វើជាស្ដេចភ្នំផងដែរនៅពេលដែលជួយសង្គ្រោះក្មេងៗចេញពីកន្លែងឃុំឃាំងបានហើយពួកគេក៏បានជួបជាមួយនឹងកូនបិសាចកង្កែបនៅពេលនោះដែរកូនបិសាចកង្កែបក៏បានចាប់អារម្មណ៍នឹងសម្លេងរបស់ពួកម៉ាក់របស់គេផងដែរនៅពេលដែលគាត់បានដឹងថាក្មេងៗត្រូវបានគេលួចដោះលែងគាត់និងបរិវាររបស់គាត់ក៏បានតាមចាប់ក្មេងៗនោះត្រឡប់មកវិញហើយនៅពេលដែលគាត់ធ្វើដំណើរទៅដល់យើងក៏បានឃើញកូនបិសាចជ្រូកកំពុងតែឈរចាំផ្លូវរបស់គាត់ស្ដេចភ្នំក៏បានដឹងថាកូនបិសាចជ្រូកហើយនិងបព្វពួករបស់គាត់បានលួចរំដោះក្មេងៗការប្រយុទ្ធរវាងកូនបិសាចជ្រូកនិងស្ដេចភ្នំក៏បានចាប់ផ្ដើមយើងក៏បានឃើញកូនបិសាចជ្រូកប្រើស្នៀតកំពូលដែលឪពុករបស់គេបានបង្រៀនក៏ប៉ុន្តែនៅពេលដែលប្រយុទ្ធជាមួយនឹងបិសាចភ្នំយូរៗទៅថាមពលរបស់កូនបិសាចជ្រូកក៏បានចុះខ្សោយ
ស្របពេលជាមួយគ្នានេះផងដែរ យើងក៏បានឃើញកូនបិសាចកង្កែបរួមថាមពលគ្នាជាមួយនឹងកូនបិសាចជ្រូកនោះផងដែរ ហើយនៅពេលដែលកូនបិសាចជ្រូកនឹងសួរកូនបិសាចកង្កែបនឹងថាហេតុអ្វីបានជាចេះស្នៀតកំពូលដែលឪពុករបស់គេបានបង្រៀនអញ្ចឹងណា ហើយកូនបិសាចកង្កែបនឹងវាក៏បាននិយាយថាកាលបើវានៅតូចហើយទៅលេងផ្ទះអាកូនបិសាចជ្រូកនឹងដោយសារតែឪរបស់អាកូនបិសាចជ្រូកនឹងស្វឹងអញ្ចឹងណា អញ្ចឹងទៅក៏ធ្លាយមាត់បរៀនវាតែម្ដងទៅ ទោះបីជាពួកគេរួមថាមពលពីរបញ្ចូលគ្នាក៏មិនអាចយកឈ្នះទៅលើស្ដេចភ្នំបានដែរ ដោយសារតែថាមពលរបស់ស្ដេចភ្នំគឺខ្លាំងជាងពួកគេ នៅពេលដែលកំពុងតែចាញ់ប្រៀបស្ដេចភ្នំ យើងក៏បានឃើញសត្វសំពោចរមាសហើយនិងសត្វស្វាកូរ៉េឡាបានចេះក្បាច់កំពូលរបស់ឪពុករបស់កូនបិសាចជ្រូកផងដែរ ពួកកូនបិសាចទាំង4ក៏បានរួមថាមពលបញ្ចូលគ្នាតែម្ដង ហើយនៅពេលនោះដែរកូនបិសាចជ្រូកក៏បានសួរទៅកាន់កូនបិសាចសំពោចរមាសនិងកូនស្វាកូរ៉េឡានឹងថាចេះក្បាច់នឹងមកពីណាអញ្ចឹងណាទាំងអស់គ្នា ហើយនៅពេលនោះដែរកូនបិសាចសំពោចរមាសហ្នឹងក៏បានប្រាប់ថាចេះមកពីឪរបស់កូនបិសាចជ្រូកហ្នឹងដែលបានបង្រៀនណា នៅដើមសាច់រឿងហ្នឹងអ្នកនរគ្នានៅពេលដែលក្រុមរបស់កូនបិសាចជ្រូកហ្នឹងបានធ្វើដំណើរទៅដល់ផ្ទះរបស់កូនបិសាចជ្រូកហ្នឹងនៅទីបំផុតកូនបិសាចទាំង4ក៏បានរួមគ្នាយកឈ្នះទៅលើស្ដេចភ្នំបានសម្រេចហើយកូនបិសាចភ្នំហ្នឹងក៏បានប្រែក្លាយខ្លួនទៅជារូបរាងដើមរបស់គាត់វិញដែលត្រឹមជាកូនក្មេងមួយតែប៉ុណ្ណោះហើយកូនក្មេងហ្នឹងផងដែរគឺជាបរិវាររបស់ព្រះយូឡាយណាទាំងអស់គ្នាហើយយើងក៏បានឃើញកូនបិសាចខ្លួនតូចចិត្តធំទាំង4ហ្នឹងក៏បានប្រែក្លាយទៅជារូបរាងដើមរបស់ពួកគេវិញដោយសារតែពួកគេហ្នឹងបានប្រើស្នៀតកំពូលណាទាំងអស់គ្នា ស្នេហ៍កំពូលហ្នឹងនៅពេលដែលហាត់វាមិនទាន់ដល់ចំណុចកំពូលទេនៅពេលដែលប្រើបានតែម្ដងហ្នឹងនឹងប្រែក្លាយខ្លួនទៅជារូបរាងដើមវិញនៅពេលដែលពួកគេបានប្រែក្លាយខ្លួនទៅជារូបរាងដើមវិញពួកគេនឹងលែងមានការចងចាំហើយនឹងលែងស្គាល់គ្នានៅចុងបញ្ចប់នៃសាច់រឿងយើងក៏បានឃើញពួកគេអង្គុយទាំងអាឡោះអាល័យហើយពួកគេរៀបនឹងបានប្រាប់ឈ្មោះគ្នាទៅវិញទៅមកហើយពួកគេក៏បានប្រែក្លាយខ្លួនទៅជារូបរាងដើមរបស់ពួកគេវិញហើយយើងក៏បានឃើញលោកគ្រូឋានសាន់ចាងហើយនិងកូនសិស្សរបស់គាត់ទាំង3ធ្វើដំណើរមកដល់តំបន់ដែលកូនបិសាចជ្រូកបានឆ្លងកាត់ផងដែរ នៅពេលដែលបានដឹងការពិតស៊ុនវូខុងក៏បានដករោមរបស់គាត់4សរសៃដើម្បីការពារជីវិតរបស់កូនបិសាចទាំង4ផងដែរហើយយើងក៏បានឃើញបិសាចឆ្កែរមាសហ្នឹងគឺគាត់អត់ទាន់ស្លាប់ទេអ្នកទាំងអស់គ្នាចំណែកឯនៅក្នុងភូមិនេះផងដែរយើងក៏បានឃើញអ្នកភូមិគោរពបូជាដល់រូបសំណាករបស់កូនបិសាចទាំង4ផងដែរដោយសារតែពួកកូនបិសាចទាំង4មានគុណជួយអាយុជីវិតរបស់កូនគាត់ឲ្យមានសុវត្ថិភាពចឹងការសម្រាយរឿងរបស់ Edmund បានមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាហើយកុំភ្លេចចុច Like និង Subscribe ម្នាក់មួយផងអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ